ជំរាបជូនបងប្អូនយើងអ្នកក្រុងប៉ោយប៉ែតទាំងអស់ខ្ញុំបានទទួលព័ត៌មានមួយចំនួនពីបងប្អូនយើងផ្ដល់មកជាពាក្យចចាមអារាមពាក់ព័ន្ធទៅលើការលើកឡើងពីសន្តិសុខនិងបញ្ហាផ្សេងៗដែលធ្វើបងប្អូនមានការព្រួយបារម្ភជាងខ្ញុំសូមបញ្ជាក់ទៅវិញថាខ្ញុំប្រចាំការនៅទីនេះជាង6ខែហើយមិនទាន់បានវិលត្រឡប់ទៅភ្នំពេញនោះទេហើយយើងខ្ញុំនឹងក្រុមការងាររួមជាមួយនឹងគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែតទាំងអស់មកដល់ម៉ោងនេះមិនទទួលបាននៅព័ត៌មានណាមួយដែលពាក់ព័ន្ធទៅលើការដែលធ្វើឲ្យបងប្អូនភិតភ័យនោះឡើយអញ្ចឹងសូមបងប្អូនមេត្តាជ្រាបហើយចំពោះបងប្អូនដែលទទួលបានព័ត៌មានដែលបញ្ជាក់ថារោគភាសសឹកបន្តឬមួយក៏មានបាតុភិបកើតឡើងថ្ងៃនឹងឬថ្ងៃស្អែកឬខាងស្អែកថ្ងៃ7ខែមករាអីចឹងទៅគឺសូមមេត្តាផ្ដល់ព័ត៌មាននេះមកខ្ញុំជាបន្ទាន់ដើម្បីខ្ញុំស្រាវជ្រាវរកប្រភពតើពិតឬមិនពិតបើពិតយើងនឹងធ្វើការជូនដំណឹងផ្លូវការបើមិនពិតយើងត្រូវរកប្រភពថាតើវាជាចលនាអ្វីក្នុងចេតនាអ្វីតែជាបឋមចំពោះមុខម៉ោងនេះគិតត្រឹមម៉ោងនេះម៉ោង10:10នាទីថ្ងៃទី5ខែមករាឆ្នាំ2026នេះខ្ញុំប៉ាន់ខែប៊ុនថននិងគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែតទាំងមូលគឺមិនទាន់ទទួលបានព័ត៌មាននិងមិនទាន់រកឃើញព័ត៌មានណាមួយដែលជាហានិភ័យដល់ការរស់នៅរបស់បងប្អូននៅក្រុងប៉ោយប៉ែតទេអ្វីដែលយើងទទួលបានគឺការវិលចូលមកវិញគឺការបន្តអាជីវកម្មថ្ងៃនេះយើងបានពិនិត្យមើលផ្សារអគ្គក៏បើកលក់ឡើងវិញ80-90% ហើយផ្សារទឹកពុះស្ទើរតែ100%ហើយពេលល្ងាចឡើងការចរាចរណ៍មកដល់ម៉ោងនេះស្ទើរតែ100%ហើយដែលមនុស្សណែនតាន់ឡើងវិញដោយសភាពដើមនៅក្រុងប៉ោយប៉ែតនេះជាអ្វីទទួលបានរីឯការដែលលើកឡើងថាមានពាក្យថាត្រូវភៀសបន្តអីចឹងមិនមានទេមកដល់ម៉ោងនេះអញ្ចឹងជូនបងប្អូនយើងបានជ្រាបទាំងអស់គ្នាហើយស្វែងរកប្រភពទាំងអស់គ្នាហើយយើងរកការពិតឲ្យឃើញទាំងអស់គ្នាដោយក្តីគោរពរាប់អានពីខ្ញុំប៉ាន់ខែប៊ុនថន